សិនអ្នកត្រូវចងចាំថាដើម្បីសុខភាពល្អអ្នកនិងក្រុមគ្រួសារអ្នកកុំហូបខ្លាញ់ឬប្រេងឆាលើសពី5ស្លាបព្រាបាយក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យម្នាក់ឈប់សិនត្រូវចាំថាដើម្បីសុខភាពល្អកុំហូបខ្លាញ់ឬប្រេងឆាលើសពី5ស្លាបព្រាបាយក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យម្នាក់ហូបខ្លាញ់ឬប្រេងឆាលើសពី5ស្លាបព្រាបាយក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យម្នាក់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដូចជាជំងឺសរសៃបេះដូងជំងឺទឹកនោមផ្អែមនិងជំងឺធាត់ជាដើមសូមបរិភោគម្ហូបស្ងោរឬចំហុយដើម្បីសុខភាពរបស់អ្នកកុំហូបខ្លាញ់ឬប្រេងឆាលើសពី5ស្លាបព្រាបាយក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យម្នាក់